nó ơi ô nó ơi ô chưa rồi amazing mà cầm đi bỏ mà vinh ôi mà lừa ai Sam mà chạy cái tay trôi rồi đã ở pi pa tem đông tao lo tao đang chơi cái này ban tao bị bay đi buồn và vui để ra cao vui để vẹn cái này bay trôi này trôi rồiទៀតôi bà lên bà trôi rồi vinh Asbol bà này ai Sam bà trôi rồiមួយទៀតអូឲ្យផានងជាប់បាំងស្វេបានធីរតលើកឲ្យផានងចូលស្វេលីប្រូក្រោយចុចទម្លាក់បាច់ចាប់ឆ្លងមកវិញអូយយបាទផានងមួយទៀតផានងអត់ឆ្លងទេបាទនេះឲ្យណាំវាយចូលស្វេល្អមែនទេប្រិមត្តយើងមកគ្រប់នេះបាទផានងមួយទៀតបញ្ចូលស្វេអត់នៅទេអូលើកឲ្យស្នាមមកក្រោមជាប់បានបាទយកបានបាទលើកឲ្យស្នាមជួយទៀតហើយដល់បងប្អូនយើងចាប់អារម្មណ៍ខ្លាំងជាងគេគឺបាទកំពុងឆ្នាំងជាមួយនឹងខាត់កណ្ដាលបាទសម្រាប់ការប្រកួតឡើងទៅវគ្គផ្ដាច់ព្រាត់បាទអូយផានងបាទផានងជះបាយប្រាសវេបានវិញល្អមែនទែនបាទនេះឲ្យណាំវាយចូលសវេល្អមែនទែនប្រិមត្តយើងមកគ្រប់នេះបាទផានងមួយទៀតបញ្ចូលសវេអត់នៅទេអូហូយខាត់កណ្ដាលអាវពណ៌ខៀវបាទចំណែកឯបាទកំពុងឆ្នាំងឯកសណ្ឋានអាវពណ៌សលាយលឿងមកប្រិមត្តយើងបាទទៅល្អដូចគ្នាបាទទាំងដៃប៉ាសឺទាំងស្មាត់ទាំងរនាំងប៉ិនគ្នាតែម្ដងគូនេះបាទវាយចូលសវេអូចាំសវេខាងក្រោយលួចទៅក្រោយសវេបានជួយបានវិញពីបាទអាស្វលបាទនេះលើកឲ្យធីរតសវេបានបាញ់បញ្ចូលវិមានល្អមែនទេបានលើកឲ្យស្ដាមល្អណាស់អូយបើការចែកបាល់របស់រិទ្ធិរតមិញល្អមែនទែនបាទកីឡាករលេខ11បាទប៉ាសឺបាទខាងខេត្តកណ្ដាលបាទយើងចំទៅខេត្តកណ្ដាលគាត់បាទលើមកប៉ាសេប៉ាទឹកដៃប៉ាសេមិនលើគ្នាប្រហែលទេប៉ុន្តែលើកម្ពស់ខាងខេត្តកណ្ដាលគាត់លើកម្ពស់ប៉ាសេគាត់អាចលោតប៉ះបានផុតបលេហើយគាត់អាចធ្វើរនាំងបានហើយនឹងបាទផ្ដាច់ទៅវិញបានអត់ឆ្លងសម្លាញ់ទេអូយដល់បាំងធំណាស់បាទបាំង3ខេត្តកណ្ដាលនេះពេញល្អមែនទែនបន្ទូសេតទី2នេះយើងឃើញថាខេត្តកណ្ដាល17កំពុងឆ្នាំង16បាទបញ្ជាក់សម្រាប់សេតទី1គឺខេត្តកណ្ដាលឆ្នាំមួយសេតហើយប្រិមត្តយើងមកស្វាលេខពីកីឡាករលេខ1បាទកីឡាករលេខ1ក៏ល្អដែរណាប្រិមត្តបើឆ្វេងសិនណាបានអូយមកក្រុមនេះបានដុបសវេបានល្អមែនទែនពីរិទ្ធិរតឡើងវាយផ្ដាច់ខ្លួនឯងតែម្ដងបាទចូលលេងក្រោយប៉ាសេបាទណាបាទប៉ាសេនឹងគឺថាផ្ដាច់បានប៉ាសេនឹងលោតជាងស្មាត់ទៀតហ៎បាទរិទ្ធិរតនោះបាទយើងចាំមើលកំពុងឆ្នាំងអាចសងវិញបានឬមិនបានកំពុងឆ្នាំងបាទណែល្អមែនទែនលើកឲ្យស្ដាំបាទក្រុមនេះជាប់បានបាទយកបានបាទលើកឲ្យស្ដាំជួយទៀតបាទបន្ទូ19ទល់នឹង16បាទសេវាលើកទៅល្អមែនបញ្ចូលតំណក់បាទលើកឲ្យស្ដាំមកគ្រប់ជាប់បាំងបាទយកបានតំណក់កែបាទសេបាញ់បញ្ចូលបាទធីរតលើកឲ្យផានងបមកគ្រប់នេះល្អមែនទែនបាទទាំងរនាំងទាំងប៉ាសេទាំងបច្ចេកទេសបងប្អូនញាក់សាច់ឥឡូវនេះបាទដូចកីឡាករអាជីពបាទដោយកីឡាករអាជីពហើយបាទសម្រាប់កីឡាករបាទសមាជិកសិក្សាថ្នាក់ជាតិឆ្នាំនេះ2025ដល់ហើយបងប្អូនបាទគូនេះក្រុមណាឈ្នះឡើងទៅដណ្ដើមលេខ1ណាបាទក្រុមណាចាញ់ដណ្ដើមលេខ3លេខ4បាទព្រោះដោយសារការប្រកួតនេះពាក់កណ្ដាលផ្ដាច់ព្រាត់ហើយបាទចូលសវេទៀតអូយបាទលេបចូលសវេវិញអាស្វលបាទលេឲ្យស្ដាប់បាទចូលសវេមួយទៀតអូឲ្យផានងជាប់បាំងសវេបានធីរតលើកឲ្យផានងចូលសវេលីប្រូក្រោយចុចទម្លាក់បាច់ចាប់ឆ្លងមកវិញអូយយបាទផានងមួយទៀតផានងអត់ឆ្លងទេអ្នកសាយហើយបងប្អូនល្អមើលហ្នឹងបាទដូចក្លឹបអាជីពចឹងប្រិមត្តយើងបាទល្អមើលដូចក្លឹបអាជីពចឹងបាទសវណ្ណលើកបញ្ចូលតំណក់លីប្រូបាល់នេះឲ្យផានងស្ដាំជាប់បាំងសវេបានឲ្យយកជើងក្រោមល្អទៅទៀតបាទខេត្តកណ្ដាលតែបញ្ចូលយកបានលើកឲ្យស្ដាំណាខ្សែត្រង់ដាច់ល្អមែនទែនកីឡាករលេខ9
បាទសីហៈណាបាទកីឡាករលេខ9របស់កំពង់ឆ្នាំងសីហៈបាទស្មាត់ធំប្រចាំក្រុមហើយបាទលេងសបាលើកបាទមកចូលកញ្ញាំល្អមែនទែនបាទណែឲ្យផានងអូប៉ាសេចូលមកអើយជាប់បាំងណែនស្មីបានបាទលេខថ្នាក់កែមកមួយទៀតផ្ទះបញ្ចូលមិនចូលទៅចេញក្រៅបាត់ទៅហើយបន្ទុក21-18អាយ៉ាសម្រាប់សេតទី2នេះខាត់កណ្ដាលធ្វើការនាំមុខខណៈពេលដែលសេតទី1ខាត់កណ្ដាលឈ្នះផងអូយគូនេះជក់ចិត្តណាស់បងប្អូនបាទសម្រាប់លេខទី2កីឡាករលេខ14របស់ខាត់កណ្ដាលបាទទៅល្អប្រែបញ្ចូលកញ្ញាំបាទលើកឲ្យស្ដាំត្រាវែខ្លីដាច់ចកេះបាទបាំងពីចេញខ្លីល្អមែនទែនសីហៈបាទសីហៈរបស់កំពង់ឆ្នាំងបាទលេខសបាលើកចេញពីកីឡាករប៉ាសឺបាទនេះឲ្យផាណងត្រាវែចេញក្រៅបាត់ទៅហើយបាទចេញក្រៅបាទលោកកញ្ញាកដាលឲ្យបន្ទុកថាប៉ះដៃបាទឥឡូវនេះលោកកញ្ញាកដាលខ្សែបន្ទាត់មកជម្រាបសិនថាបាល់ល្មិញវិញប៉ះដៃឬក៏មិនប៉ះបាទឥឡូវលោកកញ្ញាកដាលខ្សែបន្ទាត់ថាប៉ះដៃឲ្យបាញ់មិញបាទលេខសវ៉ាលេខចេញពីបាទផាណុងបាទកីឡាករលេខ17របស់ខាត់កណ្ដាលបន្ទុក22-19បាទលើកឲ្យយោមកក្រុមនេះបាទចេញក្រៅបាទចេញក្រៅខ្សែត្រង់របស់សុវណ្ណវិមានបាទបន្ទុក23-19ឥឡូវមានការដោះដូរកីឡាករបាទវិមានចេញបាទដាក់កីឡាករលេខ7ចូលបាទលេខ7សវ៉ាលេខចេញពីបាខាត់កណ្ដាលទៅហាបាទចូលកញ្ញាំសីហៈរ៉ាពីតមកគ្របនេះបាទសវ៉ាលេខចេញពីសីហៈមកកំពង់ឆ្នាំងបាទសវ៉ាល្អមែនបាទចូលត្រកស្អាតណែធីរតលើកឲ្យស្ដាំបាទទូលបានសវេបានពីលីប្រូប៉ាសេលើកឲ្យស្ដាំមកវិញអត់ឆ្លងទេបាទកីឡាករលេខ15អត់ឆ្លងសំណាញ់ទេ24 set point ណា24-20បាទសេវាលើកចេញពីរិទ្ធិរតបាទធីរតបញ្ចូលថ្នាក់សីហៈល្អមែនទេបាទលើកឲ្យឆ្វេងបោះបាទយកបានបាទថ្នាក់ឲ្យអូចូលស្វេ amazing មកក្រុមនេះបោះមកវិញអូយបាទលើកឲ្យស្ដាមបច្ចេកទេសចូលស្វេដាក់ឲ្យពីរប៉ះតែម្ដងកន្លងសំណាញ់ចេញក្រៅបាត់ទៅហើយអូ my god អូយចូលចិត្តណាស់បងប្អូនហើយបាទឥឡូវនេះបញ្ចប់សេតទី2ជ័យជំនះបានទៅខាត់កណ្ដាលបាទក្នុងលទ្ធផលបន្ទុក25-20បងប្អូនយើងតាមដានទស្សនាការប្រកួតនៅសេតទី3បន្ត